ជំរាបសួរបងប្អូនថ្ងៃនេះនាងខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើខត្រីរៀលហើយចង់ដឹងថានាងខ្ញុំធ្វើរបៀបណាតោះទៅមើលពីវិធីធ្វើទាំងអស់គ្នាជាដំបូងអ្វីដែលយើងត្រូវមានគឺត្រីរៀលយើងមានត្រីរៀលប្រហែលជា1គីឡូយើងយកវាទៅសម្អាតទឹកឲ្យស្អាតហើយយើងយកវាមកបន្លាស់ជាមួយខ្ទឹមសចិញ្ច្រាំម្រេចបន្តិចហើយនឹងម្សៅស៊ុបបន្តិចម្សៅរ៉ូឌីហ្នឹងណាបងប្អូនបន្ទាប់ពីយើងប្រឡាក់ហើយយើងផ្អាប់ទុកវាមួយសន្ទុះហើយអ្វីដែលយើងត្រូវមានបន្ទាប់នោះគឺប៉េងប៉ោះឬក៏ផ្លែម្នាស់បងប្អូនអាចដាក់ផ្លែម្នាស់ឬក៏អំពៅក៏បានដែរដើម្បីទ្រាប់បាតឆ្នាំងហើយបន្តមកទៀតយើងត្រូវរៀបចំឆ្នាំងដើម្បីធ្វើការកូររំលីងស្ករក្រហមយើងកូររំលីងស្ករក្រហមឲ្យឡើងជើងអង្ក្រងរួចហើយបន្តមកទៀតយើងនឹងដាក់ខ្ទឹមចិញ្ច្រាំចូលណាបងប្អូនបន្ទាប់ពីយើងដាក់ខ្ទឹមចិញ្ច្រាំចូលហើយយើងកូរឲ្យវាឡើងឈ្ងុយបន្តិចហើយយើងដាក់ទឹកត្រីចូលបន្តិចហើយនឹងម្រេចចូលបន្តិចទៅណាបងប្អូនយើងកូរវាឈ្ងុយបន្តិចហើយយើងដាក់ទឹកថែមទៅណាបងប្អូនដាក់ទឹកថែមមកសមល្មមដែលថាយើងមើលទៅសមល្មមណាបងប្អូនដាក់ទឹកថែមមកយើងត្រូវដាក់អំបិលបន្តិចហើយនឹងម្សៅស៊ុបបន្តិចឥឡូវនេះទឹកខរបស់យើងធ្វើរួចរាល់ហើយយើងក៏ចាក់ទុកមួយអន្លើហើយយើងយកប៉េងប៉ោះមករៀបនៅបាតឆ្នាំងប៉េងប៉ោះក៏បានអំពៅក៏បានឬក៏ផ្លែម្នាស់ក៏បានដែរបងប្អូនសម្រាប់នាងខ្ញុំមានតែប៉េងប៉ោះអញ្ចឹងនាងខ្ញុំដាក់ប៉េងប៉ោះត្រប់បាត់ឆ្នាំងហើយយើងរៀបឲ្យស្អាតយើងចាក់ទឹកដែលយើងធ្វើមិញទឹកសុទ្ធដែលយើងធ្វើមិញទៅហើយយើងរំងាស់ទៅណាបងប្អូនក្នុងការរំងាស់ហ្នឹងយើងត្រូវការពេលយូរដែរដើម្បីមកងាស់តទៅត្រីហ្នឹងវាទន់ដល់ឆ្អឹងណាបងប្អូនបើយើងដាក់ផ្លែម្នាស់វាឆាប់ទន់ទេខហ្នឹងយើងងាស់ទុកមួយថ្ងៃពីរថ្ងៃអីបានទុំឆ្ងាញ់បងប្អូនឥឡូវនេះបន្ទាប់ពីរងាស់ហើយខរបស់នាងខ្ញុំក៏ឃើញថាឆ្អិនហើយអាចទទួលទានបានហើយ